ជាក្មេងមកពីស្រុកមរស័យម៉ែគាត់អ្នកលក់បាយគាត់ថាលោយ៉ាដែលមានកូនជាកវីជាក្មេងចេញពីជនបទចែកខ្វល់អនាគតតាំងពីថ្នាក់ទី8មុខក្រូនដូចស្បែកគីងគូអីលើចង់ភ្លក់រសជាតិជាសេដ្ឋីពេលយ៉ាងកំណើតរោគចោមនឹងក៏ឆើតអើកើតមួយកំណើតកើតលើដីថ្មីអស់ដើរពី1ម៉ែត្រទៅ100គីឡូម៉ែត្រឆ្លងបានពីខេត្តចូលមកភ្នំពេញថ្មីផ្លុំទៅមកផែតដូចគេឲ្យហេតុភ្លេរួចខែចែកតាំងពីនៅក្មេងខ្ចីតាំងពីដូចប្រែតខោដូចរោកែតដូរស្ទាយដូរវ៉ាតែមិនដូរអូនស្រីថាបងគឺមិនដូរអូនទេຕົកចិត្តបងចោលបងមិនដែរងាករេបងគឺមិនមានចិត្តស្មោះបងជាកំឡោះគឺមិនដូរអូនទេអត់ស្អកមិនហៅតែបងខែមអត់អែមិនហៅតែបងយោរបងកំពុងតែអាប់រែងឲ្យស្អប់ពាន់ណានិយាយពីក្រៅខ្នងហៅបងឬប្អូនណាប្រកាន់ទេហៅបងឬអត់ប្រកាច់តែអញសុំឆែកមើលតាសញ្ញាណប័ណ្ណនៅក្មេងឯងកុំចង់វាយស្មៅយកចាស់ធ្វើខ្លាគ្មានគួរឲ្យស្រឡាញ់ទេកុំអង្គុយឲ្យខ្ពស់ជាងឈរបើបងអត់ចេះរកអានឹងពាក្យរបស់ខ្មែរអានឹងហើយថាឆ្កែត្រូវហើយជីវិតគឺមិនទៀងទេពេលខ្លះអូនធ្វើជាកំ pl ាញ់បើអត់ចេញជាកំ pl ាញ់បើជាត្រូវស៊ីកំ pl មែនហើយមានអណ្ដាតយកកំចេះតែកលោមានមាត់យកកំចេះតែចំហដៀលគេថាអ្នកក្រក៏ឲ្យបែកចេញជាឈៀងជាក្មេងមកពីស្រុកមរស័យម៉ែគាត់អ្នកលក់បាយគាត់ថាលោយ៉ាដែលមានកូនជាកវីជាក្មេងចេញពីជនបទចែកខ្វល់អនាគតតាំងពីថ្នាក់ទី8មុខក្រូនដូចស្បែកគីងគូអីលើចង់ភ្លក់រសជាតិជាសេដ្ឋីពីមុនគេក៏លោកដូចជាដូមីណូធ្វើការចាំសុកមិនដល់ដូលីអូខំប្រាំងត្រកមិនដល់ពីដល់ស៊ូអង្គុយកាតុបារីការមូក្បាលខ្ញុំពាក់មួបានណែបខាត់កានោះចេះហ្វេកនេះមិនរាប់ជាគូហ្វេនខ្ញុំក្មេងក៏កំពុងតែក្លែបយកខ្ញុំជាគំរូសម្រួលឲ្យវាស្របហើយសម្របឲ្យវាស្រួលកម្មមេគឺជាអំពើអាណាជាអ្នកធ្វើគឺអានឹងអ្នកទទួលក្មេងគាត់ថាដើរគេសាឡាឥឡូវគេហៅថាទៅគំរូកោបស៊ីលុយតែដុល្លារតែពីដូចតាស៊ីមលូជីវិតក៏មកជាធម្មស្រៈក៏មកក្លែកក៏មកខ្លាក់ក៏មកលេខក៏មកលាក់ក៏មកលៀមឈប់ភ្លាមទៅត្រៀមរកប្រាក់ទៅប្រឹងប្រែងប្រាប់ទៅបញ្ញាប់ទៅបញ្ញាប់រកប្រាក់ចេះតបចេះដាក់ទៅកំដេកចាំសាប់ទៅប្រាប់ខ្លួនឯងប្រាប់ខ្លួនឯងក្មេងមកពីស្រុកមរស័យម៉ែគាត់អ្នកលក់បាយគាត់ថាលោយ៉ាដែលមានកូនជាកវីជាក្មេងចេញពីជនបទចែកខ្វល់អនាគតតាំងពីថ្នាក់ទី8មុខក្រូនដូចស្បែកគីងគូអីលើចង់ភ្លក់រសជាតិជាសេដ្ឋី